ចំនួនភាគរយថ្មទូរស័ព្ទរបស់ខ្ញុំត្រូវឈ្នះលុយ$100ហើយចំនួនថ្មដែលខ្ញុំមានហ្នឹងគឺ1%បាទណាគេទាយត្រូវឈ្នះលុយ$100តែម្ដងក៏ប៉ុន្តែបើសិនជាទូរស័ព្ទខ្ញុំអាលុតមកនឹងខ្ញុំរកអ្នកទាយត្រូវខ្ញុំនឹងត្រូវផាសខ្លួនឯង$100ពីលើរៀនដើម្បីយកទៅឲ្យអ្នកទាយត្រូវទាយចំនួនភាគរយទូរស័ព្ទមួយនេះមើលមានម៉ាក់ភាគរយដែរបាទ100%កាន់មីក្រូហ្វូនដែរបកកទេយ៉ា100%អូដក$100មកថយដល់$100ឡើងវិញអូឃើញអ៊ីនេះតំណអីទាយចំនួនភាគរយទូរស័ព្ទខ្ញុំត្រូវឈ្នះលុយ$100ភ្លាមតែម្ដង100%1%ខ្វះកតុយ02ទាយចំនួនថ្មទូរស័ព្ទត្រូវឈ្នះលុយ$100មែន50បាទ50ខុសទាយចំនួនថ្មទូរស័ព្ទបងត្រូវឈ្នះលុយ$100ភ្លាមតែម្ដងថា69ខុសលេងហ្គេមមកសុខរីដល់កទាយចំនួនថ្មទូរស័ព្ទខ្ញុំត្រូវឈ្នះលុយ$100ភ្លាមចម្លើយគឺខុសម៉ានភាគរយបង80បងខុសម៉ានភាគរយ82%ខុស60%ខុស80%ខុសទៀត80%ខុស35ខុសទៀតអត់5 38%ខុស50ខុសទៀតទាយចំនួនថ្មទូរស័ព្ទបងត្រូវឈ្នះលុយ$100ភ្លាម79ខុស$100ឥឡូវហ្មងម៉ែគេបងខាង Vivo V50 Lite ថ្មម៉ានអំពែអូ6500 ampere មានថ្មសកាប៉ែជាងអូខំ85ខុស39ខុសเอาไปដាក់គេនេះត្រូវសល់10%ខុសអូប៊ីខលលេខ1ទីថ្មទូរស័ព្ទត្រូវឈ្នះលុយ$100មែនបងខុស100%ខុស70ខុសអត់ងោះ65អូខំ67ខុស79ខុស50ខុស100បាន100អូខុសអត់ងោះថាឥឡូវនេះដល់ពេលរៀងឲ្យជំរឿគាត់ឲ្យមើលទៅដោយសារតែពួកគាត់ពីច្រើនទាយអត់ត្រូវទាំងអស់ពីខ្ញុំក៏ទាយ80%ឡើងទាំងអស់ចឹងឥឡូវនេះខ្ញុំចង់ចាប់ដើមឲ្យជំរឿគាត់តែម្ដងបាទជំរឿមាន3 1% 50% និង100%បាទឥឡូវឲ្យ3ជំរឿ 1% 50% 100% ខុសហើយពួកនេះតំណឈ្នះលុយបងទូរស័ព្ទខ្ញុំសល់ប្រហែល%ក្នុងវាឥឡូវហ្នឹងវិញទាយត្រូវឈ្នះ$100ឡើងភ្លាមខ្ញុំធ្វើមិនដឹងចុះឲ្យទាយហ្នឹងបងឥឡូវខ្ញុំឲ្យជំរឿពូ3សល់ 1% 50% ឬមួយក៏100% 100%បកទេបងកាត់ម្ដងទៀតអីឲ្យពូម្ដង 1% 50% ឬមួយក៏ 100% ពូយក50%ខុសបាត់ហើយ 1% 50% ឬមួយក៏ 100% យក1ពូបកទេបាទ 100% ណាចម្លើយគឺត្រឹមត្រូវត្រឹមត្រូវពូមកបើឡើយរង្វាន់ដែលបានទាយត្រូវពូបាទមើល1%មើលគឺតឆ្នាំថ្មីឲ្យក្មួយបានសុខបានចម្រើនបាទចាប់វាពូអូខេពូអរគុណច្រើនសុខសប្បាយនេះស្មារតីឆ្ងល់ឯមូលហេតុអីបាទខ្ញុំដាក់ធំ1%បាទគឺដោយសារទូរស័ព្ទ Vivo V50 Lite មួយគ្រឿងនេះគឺមានទំហំថ្មធំមែនតើបាទរហូតដល់6500 mAh ដោយដែលអ្នកនរគ្នាបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺខ្ញុំកាន់តាំងពីម៉ោង5ឥឡូវនេះគឺវាម៉ោង6:34នាទីបាទគឺថានៅ 1% ទៅដែរនិយាយទៅតាំងពីខ្ញុំធ្វើ challenge មកតាំងពីម៉ោង5បន្ទាប់មកខ្ញុំទៅពេទ្យបក brace ចេញទៀតឥឡូវនេះគឺវាម៉ោង6កន្លះហើយបាទបើនិយាយទៅអាចចូលប្រហែលជា1ម៉ោងកន្លះហើយ 1% គឺនៅដដែលតែម្ដងមិនធំតែថ្មធំទេក៏មានជាមួយនឹង flash charging ដែររហូតដល់90 W ហើយសម្រាប់សុខភាពថ្មវិញគឺបានរហូតដល់5ឆ្នាំផងដែរកាមេរ៉ាក្រោយក៏បានបំពាក់ជាមួយនឹង Sony Ultra High Sensitivity Camera រហូតដល់50 megapixel ហើយនៅខាងក្រោយក៏មានជាមួយនឹង Aura Light ផងដែរបាទអូកាមេរ៉ាមុខ32 megapixel និងមានជាមួយនឹង function AI ផងដែរដែលអាចលុបរូបពី background របស់យើងកន្លែងដែលយើងអត់ចង់បានអេក្រង់ 6.7 inch resolution 2392:1080 refresh rate រហូតដល់ 120Hz ជាមួយនឹង AMOLED display RAM 8GB បូកជាមួយនឹង ROM 256GB និង processor Snapdragon 685ផងដែរ 400% dual stereo speaker SGS 5 star drop resistant និងមួយទៀតជាមួយនឹង reverse charging ផងដែរបានចំណុចពិសេសនិងចំណុចដែលខ្ញុំចូលចិត្តជាងគេនោះគឺទំហំថ្មរហូតដល់6500 mAh ដែលក្នុងរយៈពេល27នាទីសាកថ្មបាន 50% និងក្នុងរយៈពេល57នាទីសាកថ្មបាន 100% តែម្ដងដែលពាក្យពេញនោះគេហៅថា Blue Volt Battery So Pro អញ្ចឹងហើយសម្រាប់អ្នកចង់បានទូរស័ព្ទកាន់ថ្មបានយូរតូចស្រាលស្ដើងអាច check ទៅលើទូរស័ព្ទ Vivo V50 Lite បានតម្លៃត្រឹមតែ$329តែប៉ុណ្ណោះនិង official sale នៅថ្ងៃទី12ខែ5នេះឯងអូខេមានប្រឹងឯង follow ម្នាក់មួយ like ជួបគ្នាលើវីដេអូថ្ងៃក្រោយ